ខ្ញុំធំដឹងក្តីនៅក្នុងរាជធានីភ្នំពេញប៉ុន្តែក្តីសម័យរបស់ខ្ញុំគឺខ្ញុំចង់បានផ្ទះតូចមួយនៅទីជនបទហើយរស់នៅដោយមានក្តីសុខបែបសាមញ្ញដាំបន្លែចិត្តផ្ទះញ៉ាំបន្លែដែលខ្លួនឯងបានដាំហើយឥឡូវនេះក្តីសម័យដែលខ្ញុំចង់បានវាបានក្លាយជាការពិតហើយរយៈពេល5ខែមកហើយដែលខ្ញុំបានមករស់នៅទីជនបទអ៊ំពូមីងដែលនៅទីនេះផ្ទាល់និងបងប្អូនរបស់ខ្ញុំក៏គិតថានៅពេលដែលខ្ញុំមកនៅទីជនបទបែបហ្នឹងគឺខ្ញុំអាចនៅបានទេដោយសារតែខ្ញុំជាក្មេងដែលធំដឹងក្តីនៅក្នុងរាជធានីភ្នំពេញឲ្យមកនៅស្រុកស្រែគឺអត់ចេះនៅទេខ្ញុំទទួលស្គាល់ថាពេលដែលខ្ញុំមកដំបូងគឺខ្ញុំរៀងអត់សូវស៊ាំទេដោយសារខ្ញុំនៅភ្នំពេញគឺខ្ញុំមានមិត្តភ័ក្តិហើយរបស់ញ៉ាំក៏សបោដែរចង់ញ៉ាំអីគឺបាននឹងភ្លាមតែម្ដងនៅក្បែរផ្ទះតែនៅពេលដែលខ្ញុំមកនៅទីជនបទគឺពិបាករករបស់ញ៉ាំមែនទែនដោយសារតែការលក់ដូរគឺអត់សបោហូរហៀដូចនៅទីក្រុងភ្នំពេញទេពេលដែលខ្ញុំមកនៅអញ្ចឹងខ្ញុំនឹកឃើញកាលខ្ញុំនៅភ្នំពេញជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំរៀងរាល់ពេលដែលថ្ងៃសម្រាប់ពីការងារគឺតែងតែចូលចិត្តរកទីកន្លែងណាដែលមានធម្មជាតិស្អាតដើម្បីទៅដើរលេងថតរូបលេងដល់ពេលឥឡូវនេះខ្ញុំមកនៅទីជនបទអញ្ចឹងខ្ញុំងើបមកគឺខ្ញុំឃើញធម្មជាតិរាល់ថ្ងៃអារម្មណ៍របស់ខ្ញុំគឺស្រស់ស្រាយរាល់ថ្ងៃតែម្ដងជាពិសេសនៅពេលដែលងើបពីគេងគឺសង្វាតស្រោចបន្លែនិងតាមមើលបន្លែរបស់ខ្លួនឯងលូតលាស់បានប៉ុណ្ណាហើយស្នាដៃទាំងអស់នេះការដាំដុះទាំងអស់នេះគឺមិនមែនជាខ្ញុំជាអ្នកដាំទេគឺជាម្ដាយរបស់ខ្ញុំវីដេអូមួយនេះខ្ញុំចង់អរគុណទៅកាន់ម៉ាក់ខ្ញុំខ្លាំងមែនទែនគឺគាត់មកគាត់មានតែម្នាក់ឯងទេប៉ុន្តែគាត់ព្យាយាមធ្វើជុំវិញផ្ទះតែម្ដងសុទ្ធតែដំណាំដែលគាត់ដាំដោយដៃរបស់គាត់សម្បីតែលវងទ្វារអីហ្នឹងគឺគាត់អ្នកច្នៃអ្នកធ្វើម្នាក់ឯងទាំងអស់ខ្ញុំគាត់បានជួយគាត់តិចតួចដោយសារខ្ញុំមានការងាររបស់ខ្ញុំដែរអញ្ចឹងណាចាឲ្យបន្លែទាំងអស់ហ្នឹងគឺទៅតែចាប់ដើមដាំដែរទេបងប្អូនដាំបានប្រហែលជា2ទៅ3សប្តាហ៍បានលូតលាស់បានប៉ុណ្ណឹងណាតែហេងដែរបងប្អូនចាប់ដើមដាំបន្លែពុកគឺចាប់ដើមរៀងមានមេឃភ្លៀងមេឃអីមករហូតទៅធ្វើឲ្យបន្លែហ្នឹងគឺលូតលាស់បានលឿនហើយបានល្អទៀតបើដើមល្ពៅនេះបងប្អូនបងប្រុសរបស់ខ្ញុំគាត់ថាចេះដាក់កប់ចោលទៅបើដុះក៏ដុះទៅមិនដុះក៏អត់ទៅប៉ុន្តែបែរជាបានលទ្ធផលមកខុសពីការរំពឹងទុកទាំងស្រុងតែម្ដងគឺបានលូតលាស់មកល្អមែនតើឡើងខ្ចីខ្ចីញញបងប្អូនដែលសាប់ត្រូវតែភ្លៀងហ៎ហើយនេះវិញគឺដើមម្លឹកដើមល្ពៅដើមល្ងអ្នកទាំងអស់នេះដើមល្ងហ្នឹងគឺល្អមែនតើហើយមិនខ្ញុំដាំទេណាគឺដុះឡើងដោយសារតែក្របនឹងចោលនៅទៅនឹងទៅក៏ដុះបានធំប៉ុណ្ណឹងដែរកុំឲ្យតនេចោលដីអញ្ចឹងណាបងប្អូនយើងចេះតែដាំនេះដាំនោះនៅខាងក្រោយហ្នឹងទៅនៅពេលដែលលូតលាស់ធំបានផលក៏យើងបានញ៉ាំបន្លែដែលយើងបានដាំដោយផ្ទាល់ដៃដែរតែมันមានសារធាតុគីមីញ៉ាំទៅមានសុខភាពល្អទៅតាមនឹងហើយស្ពៃនេះក៏ខ្ញុំអ្នកដាំមកបងប្អូនអត់ចេះដាំទេព្រោះឡើងញឹកឆ្មិញតែមិនតព្រោះឲ្យបានម៉ាក់ខ្ញុំប្រាប់ថាអូគេមិនដាំចឹងទេកូនឥឡូវហ្នឹងពិបាកដុះបដោយចានេះខាងក្រោយផ្ទះមកដំបងមកនៅដំបងបំផុតគឺបានដំណាំក្រោយផ្ទះនេះឯងគ្រាន់ញ៉ាំជាពិសេសតកួនគឺឆោតទៅឆាប់ដុះឆោតទៅឆាប់ដុះអញ្ចឹងទៅញ៉ាំអត់ចង់តនេះណាចាឯដើមត្រប់នេះគឺបងប្រុសខ្ញុំបកកើតគាត់បានឲ្យពូជមកដោយសារគាត់អ្នកស្រែអ្នកចកាដែរគាត់មានពូជច្រើនអញ្ចឹងដំណាំខ្លះគឺបានពូជមកពីគាត់ដែរចំណែកជីនេះវិញក៏ខ្ញុំសុំបងប្អូនពូមីងដែលនៅក្នុងភូមិនឹងជាមួយគ្នាចាដើរសុំពូជគេសុំបិទផ្កាក៏ខ្ញុំដើរសុំគេយកមកព្រោះដែរនិយាយទៅស្រឡាញ់ផ្កាបងប្អូនស្រឡាញ់ផ្កាចង់ឲ្យផ្ទះហ្នឹងគឺមានពណ៌មានអីស្អាតអញ្ចឹងណាព្យាយាមដាំផ្កាច្រើនហើយម៉ាក់គាត់ចេះតែប្រាប់ខ្ញុំថាខ្ញុំដាំតែរបស់ណាដែរអត់សូវបានផលដល់សុខភាពទេទៅដាំតែគ្រឿងលម្អអញ្ចឹងណាតែធ្វើម៉េចទៅបងប្អូនអើយចិត្តយើងស្រឡាញ់ពណ៌ផ្កាពណ៌អីដើម្បីឲ្យមានចម្រុះពណ៌នៅក្នុងផ្ទះទៅមើលពីចម្ងាយមកគួរឲ្យចង់រស់នៅអញ្ចឹងឃើញតែរូបភាព AI គេផុសនៅក្នុង Facebook ហ្នឹងចេះតែចង់ឲ្យផ្ទះយើងហ្នឹងដូចនៅក្នុង AI ហ្នឹងមើលទៅដូចគំនូរអញ្ចឹងណាហើយក៏ព្យាយាមដាំផ្កាហ្នឹងច្រើននិយាយពីកសាំងទៀបនៅភ្នំពេញគេលក់បងប្អូនប៉ុន្តែនៅនេះដោះគៀនពីងទៅពីវាពីការពេញទៅនឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាអរគុណសម្រាប់ការមើលវីដេអូតាំងពីដើមរហូតដល់ចប់ជម្រាបលាបាយបាយ